តើអ្នកដឹងទេថាកម្ពុជាគឺជាប្រទេសដែលរងការទម្លាក់គ្រាប់បែកខ្លាំងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោកហើយតួឯកនៃការសោកនាដកម្មនេះគឺយន្តហោះយក្ស B-52 របស់អាមេរិកក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាមនិងអាមេរិកប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការវាយប្រហារតាមអាកាសសហរដ្ឋអាមេរិកបានប្រើយន្តហោះលាក់គ្រាប់បែកមួយយ៉ាងធំដែលមានឈ្មោះថា B-52 ដើម្បីវាយប្រហារលើតំបន់ជាប់ព្រំដែនកម្ពុជានិងវៀតណាមការទម្លាក់គ្រាប់បែកនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការសម្ងាត់ដែលចាប់ផ្ដើមនៅឆ្នាំ1969គោលបំណងរបស់សហរដ្ឋអាមេរិកគឺការវាយប្រហារលើទីតាំងរបស់កងទ័ពវៀតណាមខាងជើងនិងកងទ័ពវៀតកុងដែលបានប្រើតំបន់ខ្លះក្នុងទឹកដីកម្ពុជាជាទីជម្រកយន្តហោះ B-52 គឺជាយន្តហោះយោធាដែលអាចដឹកគ្រាប់បែកបានច្រើននិងអាចហោះបានចម្ងាយឆ្ងាយពេលវាទម្លាក់គ្រាប់បែកវាអាចបង្កការខូចខាតយ៉ាងធំទៅលើដីធ្លីនិងអគារផ្ទះសម្បែងនានាការទម្លាក់គ្រាប់បែកនេះបានបន្តរហូតដល់ប្រហែលឆ្នាំ1973ហើយបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជននិងតំបន់ជនបទមួយចំនួននៅក្នុងប្រទេសកម្ពុជាប្រជាជនជាច្រើនត្រូវបានបង្ខំឲ្យចាកចេញពីភូមិរបស់ពួកគេហើយដីកសិកម្មជាច្រើនត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរព្រឹត្តិការណ៍នេះក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបង្ហាញពីផលប៉ះពាល់របស់សង្គ្រាមទៅលើប្រទេសដែលមិនមែនជាដៃគូផ្ទាល់របស់ខ្លួន